មុនពីយន់តោដើម្បីសូមរំដោះគ្រោះជោគគ្រោះជាំចំពោះសកម្មជនដីធ្លីនិងសកម្មជនរបស់គណៈបកប្រជាជាតិនិងក៏ស្រុកទាំងកសង3អង្គដែលត្រូវអាជ្ញាធរបានចាប់គាត់តាំងពីថ្ងៃមុនដើម្បីយកទៅតុលាការសម្រាប់ឲ្យឃុំខ្លួនពួកគាត់ទាំងដោយអយុត្តិធម៌ហើយថ្ងៃនេះដែរអាត្មាតំណាងឲ្យប្រសង់និងប្រជាពលរដ្ឋនិងក្រុមគ្រួសារជនរងគ្រោះក៏សូមធ្វើការសំណូមពរនិងទៅដល់ខាងអាជ្ញាធរដែនដីនិងខាងតុលាការនិងជាពិសេសខាងរាជរដ្ឋាភិបាលមេត្តាជួយរកយុត្តិធម៌និងជួយកាត់ក្តីឲ្យគាត់នឹងរួចផុតពីទុក្ខទោសព្រោះថាប្រជាពលរដ្ឋដែលជាប់ឃុំរួមទាំងប្រសង់3អង្គនោះគឺលោកទាំងអស់នោះមិនមែនជាអ្នកជាប់ជាជនជាប់ទោសពិតប្រាកដនោះទេនេះគឺជាការចោទប្រកាន់តាមពិតពួកគាត់ទាំងអស់គ្នានោះគឺជាជនស្លូតត្រង់គឺជាជនរងគ្រោះជាពិសេសខាងបងប្អូនប្រជាពលរដ្ឋខាងតំបន់បឹងកក់គាត់គ្រាន់តែធ្វើការទៀមទាសូមឲ្យសាលាក្រុងជួយរកដំណោះស្រាយធ្វើយ៉ាងណាកុំឲ្យផ្ទះរបស់ពួកគាត់ត្រូវទឹកលិចតែប៉ុណ្ណោះហើយគ្រាន់តែការទៀមទារបស់គាត់តែប៉ុណ្ណឹងស្រាប់តែខាងអស់លោកអាជ្ញាធរបានចាប់គាត់ហើយតុលាការបានសម្រេចគាត់ឃុំខ្លួនម្នាក់ចំនួន1ឆ្នាំហើយ